ប្រជុំរឿងព្រេងខ្មែររឿងកំឡោះពីរនាក់ចង់បានប្រពន្ធគេមានរឿងមួយដំណាលថាមានបុរសម្នាក់មានប្រពន្ធល្អទើបតែរៀបការថ្មីបណ្ដាគ្នាទៅសួរញាតិមានកំឡោះពីរនាក់បានឃើញក៏លួចស្រឡាញ់ចង់បានវាគិតថាយើងធ្វើដូចម្ដេចនឹងបាននាងនេះចៅម្នាក់ឆ្លើយថាងាយទេឯងគិតទៅរកខ្ចីរទេះគោមកបប៉ុន្តែឯងមិនស្គាល់អញបើអញសួរឯងកុំប្រាប់ថារទេះចូលឯងប្រាប់ថាចន្ទោលថានឹមទៅវិញទើបកំឡោះម្នាក់ទៅខ្ចីរទេះគេមកបឲ្យជួបនឹងបុរសបណ្ដាប្រពន្ធនោះដើរមកដល់ក៏កំឡោះម្នាក់នោះវាសួរថាណែអ្នកអញ្ជើញមកហើយឈប់និយាយគ្នាលេងបន្តិចសិនបុរសការប្រពន្ធថ្មីក៏ចូលទៅអង្គុយលេងលុះកំឡោះម្នាក់បរទេះមកដល់វាធ្វើជាសួរថានេះហៅអ្វីអ្នកបុរសប្តីប្រពន្ធឆ្លើយប្រាប់ថាគេហៅរទេះមែនឬអ្នកបុរសនោះថាមែនបើមែនអ្នកហ៊ានភ្នាល់នឹងខ្ញុំទេបុរសនោះសួរថាអ្នកឯងមានទ្រព្យអ្វីភ្នាល់នឹងយើងកំឡោះនោះថាបើខ្ញុំចាញ់ខ្ញុំនៅជាខ្ញុំបម្រើអ្នកតែបើខ្ញុំឈ្នះសូមតែប្រពន្ធអ្នកទេបុរសនោះគិតថាប្រកាសជាគេហៅរទេះមែននឹងខ្លាចអីក៏ព្រមភ្នាល់នឹងគេទៅទើបកំឡោះដែលឈរសួរទៅអ្នកបរទេះចង្អុលទៅសួរចន្ទោលកំឡោះអ្នកបរទេះប្រាប់ថានេះគេហៅថាចន្ទោលចង្អុលទៅនឹមថានេះគេហៅថានឹមនេះគេហៅថាទូកនេះគេហៅថាត្រាយនេះគេហៅថាព្រែកនេះគេហៅថាកង់នេះគេហៅថាខ្នងកង់នេះគេហៅថាត្រពងដល់ឆ្លើយរួចសពគ្រប់កំឡោះនោះសួរទៅបុរសជាប្តីថាឥឡូវគេមិនហៅរទេះទេបើដូច្នោះតើអ្នកឯងព្រមចាញ់យើងឲ្យប្រពន្ធមកយើងឬម្ដេចបុរសជាប្តីនោះមិនព្រមដល់ប្រកែកទៅមិនឈ្នះគេដណ្ដើមយកប្រពន្ធទៅបានបុរសនោះមិនសុខចិត្តទៅប្តឹងចៅក្រមឲ្យទៅកោះចៅទាំងពីរនោះមកជំនុំកំឡោះទាំងពីរអ្នកនោះវាសោកចៅក្រមកាត់សេចក្តីថាត្រូវចាញ់គេហើយត្រូវឲ្យប្រពន្ធទៅគេហើយបុរសនោះខឹងណាស់បិទគេយកប្រពន្ធទៅបានដើរផងយំផងដើរបន្តិចទៅប្រទះសុភាទុនសាយសួរថាអ្វីបានជាយំបងបុរសនោះប្រាប់តាមដំណើរសពគ្រប់សុភាទុនសាយថាបើដូច្នោះបងឯងកុំភ័យរកតែចេកមកឲ្យយើងស៊ីសិនយើងទៅជួយជំនុំឲ្យបានប្រពន្ធមកវិញបុរសនោះអរណាស់ខំទៅរកចេកមកឲ្យសុភាទុនសាយស៊ីចេករួចហើយដើរទៅជាមួយបុរសនោះទៅដល់សួរចៅក្រមថាលោកកាត់សេចក្តីគេនោះតើដូចម្ដេចខ្លះចៅក្រមឆ្លើយប្រាប់តាមដំណើរសពគ្រប់សុភាទុនសាយថាលោកកាត់សេចក្តីមិនទាន់អស់ទេបើដូច្នេះខ្ញុំសូមកាត់សេចក្តីនេះផងឲ្យសុខចិត្តទាំងពីរខាងសុភាទុនសាយសួរកំឡោះដែលយកប្រពន្ធគេនោះថាអ្នកទាំងពីរនាក់ការភ្នាល់គ្នាថាដាក់អ្វីបុរសនោះឆ្លើយថាដាក់ប្រពន្ធសុភាទុនសាយសួរទៅកំឡោះនោះថាត្រង់ណាហៅថាប្រពន្ធបើអ្នករកឃើញយកទៅចោះបើរកមិនឃើញទេឲ្យប្រពន្ធទៅគេវិញទៅកំឡោះនោះចាប់ត្រង់ដៃសុភាទុនសាយប្រាប់ថានេះគេហៅថាដៃទេវាចាប់ត្រង់ជើងសុភាទុនសាយថានេះគេហៅថាជើងទេវាចាប់ត្រង់នេះក៏ថាមិនមែនត្រង់នោះក៏ថាមិនមែនហើយប្រាប់ថារួមទាំងអស់គ្នាទៅទើបគេហៅប្រពន្ធឯរទេះក៏ដូចគ្នាគឺគេហៅចន្ទោលនឹមទូកត្រាយព្រែកធ្នង់ត្រពងរួមទាំងអស់នេះទើបហៅថារទេះបើដូច្នោះឯងយកប្រពន្ធគេមិនបានទេឲ្យមកគេវិញសុភាទុនសាយឲ្យកំឡោះនោះយកប្រពន្ធវិញស
សុភាទុនសាយស្ដីឲ្យលោកចៅក្រមថា បងកាត់សេចក្តីនេះស៊ីតែសំណូកគេមានត្រង់តាមព្រះច្បាប់សោះ បុរសនោះបានប្រពន្ធមកវិញក៏អរណាស់លើកដៃសំពះសុភាទុនសាយថា លោកបងកាត់សេចក្តីនេះពេញហៅថាត្រង់ហើយសូមឲ្យលោកបានសម្បត្តិសួគ៌និព្វាន